មេតបសេះសម្រាប់បានចង្អុលទៅកាន់ព្រះសង្ឃទៅជាវែងនោះហើយបានសាច់មកឲ្យគាត់យ៉ាងខ្លាំងចេះអ្វីប្រើនឹងចេះអីធ្វើនឹងទៅនៅពេលនោះគឺមានបរិសចំណាស់ម្នាក់បានដើរអរទេសគោចូលមកនៅពេលដែលភាគីទាំងសងខាងពោពេញទៅដោយចំហាយសម្លាប់គឺមានបរិសចំណាស់ម្នាក់បានដើរអរទេសគោចូលមកលើសំឡេងកណ្ដឹងគ្រឿងភាគីទាំងសងខាងរៀបនឹងប្រយុទ្ធគ្នាទៅហើយក៏បានបញ្ឈប់សកម្មភាពវិញបរិសចំណាស់ម្នាក់នោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញចំហាយព្រះនៅពេញមេឃដោយសារតែគាត់ភ័យខ្លាចខ្លាំងពេកគាត់ក៏បានវាយគោរបស់គាត់ពី3ខ្សែរហូតដល់វាប្រឹងអរទេសចាក់ចេញពីទីនោះនៅពេលដែលបរិសចំណាស់នោះអរទេសចេញទៅបាត់សង្គ្រាមក៏ចាប់ផ្ដើមផ្ទុះឡើងប៉ុន្តែនៅពេលនោះក៏ស្រាប់តែឮសំឡេងកណ្ដឹងរបស់រទេះគោមួយទៀតបរិសចំណាស់ម្នាក់ទៀតបានដើរអរទេះគោចូលមកដល់ហើយនៅពេលដែលឃើញមនុស្សជាច្រើនកំពុងតែប្រយុទ្ធគ្នាបែបនេះគាត់មានការភ័យសន់ស្លោយ៉ាងខ្លាំងអរទេសចាក់ចេញទៅវិញគ្រប់គ្នាបានដកដង្ហើមធំហើយត្រៀមវេយគ្នាម្ដងទៀតដោយសំឡេងរទេះគោមួយទៀតក៏បានបន្លឺឡើងអាចារ្យតាម្នាក់បានស្រែកឡើងដោយកំហឹងក្នុងគ្រោះមហន្តរាយដ៏ត្រជាក់បែបនេះតើរទេះគោជាច្រើនទាំងនេះមកពីណារទេះគោបន្ទាប់ក៏បានបោចូលមកដោយមានគូស្វាមីភរិយាចំណាស់មួយគូអង្គុយនៅពីលើរទេះគ្រប់គ្នាមិនហ៊ានធ្វើអ្វីនោះទេរងចាំឲ្យរទេះគោមនុស្សឆ្លងផុតទៅប៉ុន្តែប្តីប្រពន្ធចំណាស់មួយគូនេះគឺមិនបានឆ្លងទៅនោះទេដោយបានឈប់រទេះនៅទីនេះតែម្ដងដោយមិនមានភាពភ័យខ្លាចឡើយភ្លាមនោះក៏មានមនុស្សជាច្រើនចេញពីរទេះគោមួយនោះពួកគេគឺជាអ្នកការពារឆ្វេងស្ដាំរបស់បកបិសាចឋានសួគ៌និងព្រឹទ្ធាចារ្យទាំង12នាក់ដែលការពារបកបិសាចឋានសួគ៌ហើយនិងស្ដេចសួគ៌ទាំង2នាក់នៅពេលដែលឃើញបែបនេះព្រឹទ្ធាចារ្យតាវគាត់ក៏ចាប់អារម្មណ៍ផងដែរដោយគាត់មិននឹកស្មានថាមានមនុស្សបង្កប់ខ្លួននៅក្នុងរទេះគោមួយនេះសោះដោយគាត់បានសរសើរថាល្បិចរបស់បកបិសាចឋានសួគ៌ពិតជាអស្ចារ្យមែនដោយពួកគេទាំងអស់គ្នាមកទីនេះដោយទទួលបានបញ្ជាពីលោកមេបាដើម្បីការពារអធិរាជជៀនហ្វឹងនិយាយទៅឈិនមូបានបញ្ជាពួកគេតាំងពីគាត់ធ្វើដំណើរត្រឡប់ទៅកាន់ផ្ទះនៅពេលចូលឆ្នាំមកព្រឹទ្ធាចារ្យនិងស្ដេចសួគ៌ទាំងពីររបស់បកឋានសួគ៌ក៏បានលោតចុះពីលើរទេះគោដោយស្ដេចសួគ៌ស៊ើជាមួយនឹងស្ដេចសួគ៌យូពួកគាត់ទាំងពីរបានញញឹមហើយបាននិយាយទៅកាន់អ្នកទាំងអស់គ្នាថាគឺសុទ្ធតែជាជើងខ្លាំងពួកយើងគឺជាមនុស្សចាស់តូចតាចសុំគោរពហើយគាត់ក៏បានប្រាប់ទៀតថាមេបារបស់ពួកយើងបានប្រគល់អធិរាជដោយនៅមានជីវិតដើម្បីឲ្យពួកយើងការពារបើសិនជាពួកអ្នកទាំងអស់គ្នាសម្លាប់គាត់ហើយពួកយើងយកសាកសពរបស់អធិរាជទៅជួបមេបាវិញនោះពួកយើងមានតែយកជីវិតរបស់ពួកយើងទៅសងកំហឹងរបស់គាត់ប៉ុណ្ណោះនៅពេលដែលឮបែបនេះមេបាសុំទានឈីតាយូបានស្រែកឡើងថារាជវាំងខົບខិតជាមួយនឹងបកបិសាចឋានសួគ៌សម្លាញ់នៃវត្តកុលន់ទាំងអស់គ្នាពួកយើងកំចាត់បិសាចទាំងអស់នេះទៅបន្តមកសមរភូមិក៏បានចាប់ផ្ដើមដោយពួកគេបានស្រែកឡើងថាសម្លាប់ចំណែកឯអធិរាជជៀនហ្វឹងគាត់បានត្រឹមតែឈរមើលប៉ុណ្ណោះដោយសារតែសត្រូវពិតប្រាកដរបស់ទ្រង់គឺជាព្រឹទ្ធាចារ្យតាវជាមួយនឹងរូឡៃតែពួកគាត់គឺសុទ្ធតែជាជើងខ្លាំងកំពូលតែម្ដងផ្សោតតាំងពីសម័យបុរាណមកទោះបីជាអធិរាជជៀនហ្វឹងនៅក្មេងហើយបាត់វិសោធន៍នៅតិចជាងពួកគេក៏ដោយប៉ុន្តែអធិរាជជៀនហ្វឹងគឺមានខ្សែឈាមអ្នកក្រីទាំង9ដែលអនុញ្ញាតឲ្យទ្រង់វឹកហាត់លឿនជាងអ្នកដទៃជាមួយនឹងទេពកោសល្យដ៏ខ្ពង់ខ្ពស់របស់ទ្រង់ដែលធ្វើឲ្យទ្រង់បានក្លាយទៅជាជើងខ្លាំងកំពូលម្នាក់នៅក្នុងពិភពគុណអធិរាជជៀនហ្វឹងត្រូវបានឡោមព័ទ្ធទៅដោយបាក់ធំនៅក្នុងពិភពគុណជាមួយនឹងជើងខ្លាំងទាំងពីររូបកំពូលគឺរូឡៃជាមួយនឹងព្រឹទ្ធាចារ្យតាវពួកគាត់ចង់ធ្វើឃាតអធិរាជជៀនហ្វឹងដើម្បីផ្លាស់ប្ដូរអធិរាជថ្មីគ្រប់គ្រងជៀនកាងដូចជាអ្វីដែលពួកយើងបានដឹងអញ្ចឹងថាអធិរាជជៀនហ្វឹងទោះបីជាគាត់មានខ្សែឈាមអ្នកក្រីក៏ដោយប៉ុន្តែទ្រង់នៅតែមិនទាន់ខ្លាំងគ្រប់គ្រាន់ដល់រូឡៃជាមួយនឹងព្រឹទ្ធាចារ្យតាវនៅឡើយនោះទេដោយសារតែព្រឹទ្ធាចារ្យតាវជាមួយនឹងរូឡៃពួកគាត់ទាំងពីរគឺសុទ្ធតែជាជើងខ្លាំងដែលសល់កាលពីជំនាន់មុនបើទោះបីជារូឡៃជាមួយនឹងព្រឹទ្ធាចារ្យតាវដឹងថាអធិរាជជៀនហ្វឹងមិនអាចប្រយុទ្ធឈ្នះពួកគាត់ក៏ដោយក៏ពួកគាត់មិនអាចបន្ធូរដៃបានដែរពួកគាត់ត្រូវតែរួមដៃគ្នាដើម្បីសម្លាប់អធិរាជជៀនហ្វឹងធ្វើបែបនេះដើម្បីកុំឲ្យអធិរាជជៀនហ្វឹងមានឱកាសគេចខ្លួនបើសិនជាពួកគាត់ប្រយុទ្ធមួយទល់នឹងមួយជាមួយនឹងអធិរាជជៀនហ្វឹងប្រកាសខ្លាំងណាស់អធិរាជជៀនហ្វឹងនឹងមានឱកាសរត់គេចខ្លួននៅពេលនោះអធិរាជជៀនហ្វឹងបានប្រើប្រាស់យុទ្ធសាស្ត្ររបស់ទ្រង់ដោយមានរន្ទះបាញ់ពីពេញផ្ទៃមេឃបន្ទាប់មកអ្នកក្រីទាំង9ក៏បានវិលជុំវិញខ្លួនរបស់ទ្រង់ដោយអ្នកក្រីទាំង9បានស្រែកក្រហមទៅកាន់រូឡៃជាមួយនឹងព្រឹទ្ធាចារ្យតាវរូឡៃបានសាច់ច្មោះហើយក៏បានប្រើប្រាស់អាវុធរបស់គាត់ដែលជាចានបានបាតពណ៌មាសដែលវាមានពន្លឺដ៏ចែងចាំងហើយក៏ប្រើវាទៅទប់ទល់ជាមួយនឹងសត្វអ្នកក្រីរបស់ព្រះអង្គនៅពេលនោះរូឡៃបាននិយាយទៅកាន់ព្រឹទ្ធាចារ្យតាវទាំងញញឹមថាគាត់ប្រគល់ភារកិច្ចសម្រាប់ព្រះចៅអធិរាជឲ្យទៅកាន់ព្រឹទ្ធាចារ្យតាវហើយព្រឹទ្ធាចារ្យតាវបានគ្រប់គ្រងដាវរបស់គាត់ដោយការគ្រប់គ្រងរបស់គាត់គឺថារស់រវើកតែម្ដងព្រឹទ្ធាចារ្យតាវរៀបនឹងពេលប្រហារទៅហើយនៅពេលនោះក៏ស្រាប់តែមានពន្លឺចំនួន2វាបានហោះមកឈប់នៅលើអាកាសភ្លាមដែលធ្វើឲ្យព្រឹទ្ធាចារ្យតាវប្រញាប់បញ្ឈប់ការវាយប្រហាររបស់គាត់ដោយគាត់បានផ្ដោតសម្លឹងទៅមើលអ្វីដែលកំពុងតែមកដល់ហើយអ្វីដែលមកដល់នោះផងដែរគឺជាព្រះសង្ឃជាមួយនឹងបរិសុទ្ធជនពិការម្នាក់កាន់ឈើច្រត់ឫស្សីកំពុងតែឈរនៅលើអាកាសនិយាយតែប៉ុណ្ណេះយើងប្រហែលជាអាចទេដឹងហើយថាគឺជាអ្នកណាគាត់គឺជាលោកតាខ្វាក់ជាមួយនឹងលោកតាម៉ានៅពេលនោះលោកតាខ្វាក់បានសួរទៅកាន់រូឡៃតើលោកកំពុងតែប្រយុទ្ធគ្នាមែនទេនៅពេលដែលលើបែបនេះរូឡៃគាត់បានបញ្ឈប់ការវាយប្រហាររបស់គាត់ហើយបានញញឹមទៅកាន់ម៉ាវងសិនដែលវាគឺជាឈ្មោះរបស់លោកតាម៉ាចូលទៅកាន់ពួកគាត់ហើយអ្វីបានជាអ្នកទាំងពីរនៅទីនេះលោកតាម៉ាបានឆ្លើយប្រាប់ត្រង់ៗថាគាត់កំពុង
តែស្វែងរកមនុស្សនៅពេលនោះលោកតាខ្វាក់គាត់បានគោះដំបោះរស័យរបស់គាត់ចុះដែលធ្វើឲ្យផ្ទៃមេឃនៅពេលនោះក៏ស្រាប់តែមានការរញ្ជួយយ៉ាងខ្លាំងជើងខ្លាំងជាច្រើនកំពុងតែប្រយុទ្ធគ្នាពួកគេក៏បានបញ្ឈប់សកម្មភាពដោយមានការភ្ញាក់ផ្អើលជាមួយនឹងពីរអ្នកគាត់យ៉ាងខ្លាំង